ការយល់សប្តិសម្រាប់មនុស្សយើងគឺជារឿងធម្មតាអ្នកខ្លះអារម្មណ៍មិនសូវល្អឬមិនសូវស្រួលខ្លួនគ្រាន់តែបិទភ្នែកដាក់ក្បាលដល់ខ្នើយភ្លាមមកអស់ហើយយល់សប្តិយល់សូមមួយយប់មិនដឹងជាប្រមាណរឿងពេលខ្លះក៏ឆ្លៀតតគ្នាដោយរឿងភាគទៀតផងឯអ្នកខ្លះទៀតមកពីធ្វើការហត់បិទភ្នែកដាក់ខ្លួនទៅក៏បានលងលក់ស្រួលខ្លួនមិនសូវជាយល់សប្តិច្រើនតែបើយល់សប្តិក៏យល់សប្តិតែមួយរឿងភ្ញាក់មកវិញក៏ភ្លេចបាត់អស់និយាយដល់ត្រឹមនេះតែអ្នកទាំងអស់គ្នាដែលឆ្ងល់អត់ថាចុះពពួកសត្វវិញពេលដែលវាដេកលក់វាចេះយល់សប្តិដូចយើងដែរអត់មួយយប់វាដេកស្រួលខ្លួនឬក៏វាយល់សប្តិច្របូកច្របល់វល់ដូចជាយើងដែរពិតហើយតាមពិតសត្វក៏វាចេះយល់សប្តិដូចតែយើងនឹងឯងតែយល់សប្តិរបស់វាខុសពីយើងតែបន្តិចបន្តួចប៉ុណ្ណោះគឺប្រហែលជាមិនបានទៅយល់សប្តិបែកអូហូស្ទឹងរហូតកាត់ចេញលេខឆ្នោតដូចយើងទេតាមការស្រាវជ្រាវបានដឹងថាសត្វភាគច្រើនវាយល់សប្តិពីរឿងរ៉ាវដែលវាធ្លាប់បានធ្វើនៅពេលដែលវាមិនទាន់ដេកជាក់ស្ដែងពួកគេបានពិសោធន៍ទៅលើសត្វកណ្ដុរដែលត្រូវបានគេបង្ហាត់ឲ្យរត់នៅក្នុងផ្លូវដ៏ស្មុគស្មាញមួយដែលគេបានប្រើប្រាស់ឧបករណ៍កំណត់ទុកសកម្មភាពខួរក្បាលរបស់វានៅពេលដែលវារត់ក្រោយមកគេក៏យកសកម្មភាពខួរក្បាលនេះទៅប្រៀបធៀបជាមួយសកម្មភាពខួរក្បាលនៅពេលដែលវាកំពុងដេកឯលទ្ធផលនោះគឺទិន្នន័យទាំងពីរនេះគឺវាចេញមកដូចគ្នាដែលមានន័យថាសត្វកណ្ដុរវាពិតជាយល់សប្តិថាវាកំពុងរត់ដោយកាលដែលវាមិនទាន់ដេកនោះឯង